របៀបដល់ admin ចេញពុកម៉ែបងប្អូនដែលយើងគិតថា account admin របស់យើងខូចអីមួយឬក៏យើងធ្វើអីខុសមួយយើងដកវាឲ្យពុកម៉ែបងប្អូនដើម្បីការពារកុំឲ្យ page យើងកាត់អីខុសគោលការណ៍អីមួយចឹងបងប្អូនដែលយើងគិតថា account admin យើងនឹងខុសអីមួយយើងចាប់ផ្ដើមដកវាចេញទៅបងប្អូនដើម្បីឲ្យaccount ត្រឹមត្រូវមកកាន់ page យើងចឹងណាឥឡូវយើងចុចមកកាន់នៅក្នុង Facebook យើងចឹងមកអូខេចូល page យើងចឹងមកបន្ទាប់មកយើងចុចខាងត្រេ3បន្ទាប់មកយើងទៅរកពាក្យ setting នេះបន្ទាប់មកចុច setting ទៀតបន្ទាប់មកវាចេញតម្រងបែបនេះយើងអូសមកលើមកបន្ទាប់មកយើងចូល page 10នេះទៅនេះរូប page ហ្នឹងមកបន្ទាប់មកយើងចុចកន្លែង page 10នេះមកអូខេមកដល់នេះហើយយើងចាប់ផ្ដើមដក admin យើងចេញ admin របស់ខ្ញុំបានគឺមាន2នេះគឺយើងចង់ដកមួយណាដែលយើងគិតថាខុសគោលការណ៍អីមួយឥឡូវខ្ញុំចាប់ផ្ដើមដក admin ខាងនេះយើងចុចខាងត្រេ3មកហើយវាចេញតម្រងបែបនេះបន្ទាប់មកយើងចុច remenu from page យើងចុចទៅហ្នឹងមកបន្ទាប់មកវាឲ្យយើងវាយ password គឺយើងត្រូវវាយ password account Facebook ទី1ដែលយើងបង្កើត page ចឹងបងប្អូនយើងមិនអាចយក password ដែលយើងដក account ចេញទេគឺយើងត្រូវយក password admin ទី1បងប្អូនដែលយើងបង្កើត page ដំបូងហ្នឹងឥឡូវយើងដាក់ទៅបានណាតោះហើយយើងចុច continue អូខេមកដល់កន្លែងនេះគឺគេឲ្យយើងវាយឬទៅទីមក3តមកយើងចុចខាងមកខាងលេខទូរស័ព្ទវិញឲ្យគេផ្ញើសារមកតាមលេខទូរស័ព្ទរបស់យើងវិញចុច continue គឺវាផ្ញើលេខកូដមកកាន់ app យើងនេះ0041 004166អូខេបានហើយពុកម៉ែបងប្អូនគឺវាដកចេញជាការស្រេចវីដេអូនឹងមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយ